កំរណាសុកសុកវណ្ដាបញ្ចេញមកតិចលើបទចូលឆ្នាំថ្មីរបស់មុំពេជ្ររិទ្ធធ្វើឲ្យអ្នកគាំទ្រលួចសង្ឃឹមរឿងមួយដូចមហាជនបានជ្រាបមកហើយស្របពេលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់នោះគេបានឃើញតារាចម្រៀងប្រុសស្រីល្បីជាច្រើនបានបញ្ចេញចម្រៀងបែបប្រពៃណីសម័យនិងញាក់កន្ត្រាក់អារម្មណ៍ដូចគ្នាដើម្បីអបអរឱកាសដ៏ពិសេសនេះក្រឡេកទៅកាន់តារាចម្រៀងវ័យក្មេងសម្លេងផ្អែមលោកមុំពេជ្ររិទ្ធឯណោះវិញក៏មិនខុសពីសិល្បករដទៃទៀតនោះឡើយនៅក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះលោកក៏បានបញ្ចេញបទចម្រៀងដូចឆ្នាំមុនដែរនិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាក់ស្ដែងក្នុងឱកាសចូលឆ្នាំនេះលោកបានបញ្ចេញបទចម្រៀងពីរបទហើយដោយបទទី1លោកមុំពេជ្ររិទ្ធបកស្រាយរួមគ្នានឹងព្រះនាងតូចនរោម្ដមចេនណាគឺបទព្រះនាងរំវងនិងបទទី2គឺជាចម្រៀងតូមានចំណងជើងថា No No អស់ស្រ័យគេយីយ៉ាងណាមិញបទចម្រៀងតូក្នុងឱកាសចូលឆ្នាំខ្មែររបស់លោកមុំពេជ្ររិទ្ធក៏ត្រូវបានកំពូលតារាចម្រៀងរ៉េបវណ្ដាបង្ហាញការពេញចិត្តនិងលើកឡើងថាជាបទចម្រៀងចូលឆ្នាំខ្មែរដែលវណ្ដាពេញចិត្តទៀតផងក្នុងឆ្នាំនេះភ្លាមនោះដែរគ្រាន់តែឃើញតារាចម្រៀងរ៉េបវណ្ដាបានចែករំលែកការពេញចិត្តបទចម្រៀងរបស់ខ្លួនលោកមុំពេជ្ររិទ្ធក៏បានចូលទៅបញ្ចេញមកឆ្លងឆ្លើយគ្នានឹងលោកវណ្ដាក្នុងខមមិនរហូតអ្នកគាំទ្រឃើញហើយរំអុកចង់ឲ្យតារាចម្រៀងសម្លេងផ្អែមនិងតារាចម្រៀងរ៉េបរូបនេះចេញចម្រៀងរួមគ្នាទៀតផង